ណាងើមុខឡើងស្ដាប់អ្នកគ្រូណាចំណេះដឹងមិនអាចទិញដូរបានទេអ្នកណារៀនអ្នកនោះទទួលបាននូវចំណេះដឹងហើយបើមានសញ្ញាបត្រអត់មានចំណេះដឹងគេក៏មិនអាចទទួលយើងបានដែរបានចំណេះដឹងមិនអាចទិញដូរបានទេអ្នកណារៀនអ្នកនោះទទួលបាននូវចំណេះដឹង